សួស្តីបងប្អូននេះបន្លែខែទើបបញ្ចុះខែនេះចឹងណាបងប្អូនខែក្តៅដល់ពេលចឹងយើងដាំបន្លែខ្លះៗនេះវាមិនដូចចង់ភ្លៀងយើងថតយើងបញ្ញាប់ឲ្យកាមេរ៉ាវាអត់សូវស្អាតទៀតអញ្ចឹងណាកាមេរ៉ាវាចាស់អានេះដើមធ្រាប់ដើមពេញប៉ោះមកផ្លែវាអញ្ចឹងណាផ្លែច្រើនដែរតែគាត់ថានេះវាទឹមដំបងឯងដើមដៃអញ្ចឹងណាវាអត់ទាន់ធំពេញផ្លែហ្មងឯងមកនេះដើមម្រះបានផ្លែមួយហើយផ្លែច្រើនណាស់ហ្នឹងគាត់ថាវាដំបងឯងដល់ពេលវាពេញផ្លែទៅគឺបេះហូបមិនអស់មើលពេញប៉ោះអីចឹងណាពេញប៉ោះអានេះជីនាងវងជីអង្កាមធ្រាប់អានេះធ្រាប់ស្រួយយើងមានតកួនជីនាងវងហ្នឹងតកួនយើងដាំនៅលើកស៊ូអញ្ចឹងនេះបេះបានស្ដែកគួរយើងបេះបានខ្លះអញ្ចឹងណាអានេះមកអមស្លឹកគ្រៃស្ដែកគួរនេះវាដើមដៃវាទៅផ្លែបានតិចអញ្ចឹងណាហើយច្បាស់នេះពពាយល្អពេលយើងយកមកចុចតិចប្រៃអីចឹងណាអានេះជិតចូលដល់ខែល្ងាយើងត្រូវការរៀបចំកោះលក្ខីអីទុកអញ្ចឹងណាមើលមិនកោះទេគឺវាដល់ខែត្រជាក់វាងាប់អស់ហើយអានេះរូបភាពខ្លះមានស្ដែកគួរមានម្រះអានេះយើងបេះបានមានម្រះខ្មែរហើយនឹងម្រះចក្រេអញ្ចឹងនេះម្ទេសពេញប៉ោះល្អនិយាយទៅទ្របអានេះម្ទេសហ្នឹងអត់ហល់ទេម្ទេសហ្នឹងយើងហូបជាមួយអត់ហល់ទេហើយពោតក៏យើងដាំបានអានេះចូលដល់ខែត្រជាក់ភ្លាមគឺស្ដាយយើងអ្វីយើងត្រូវទៅទិញនៅផ្សារអញ្ចឹងបងដូចបន្លែទាំងអស់ដែលថតមិញហ្នឹងគឺត្រូវបានងាប់អស់ធ្រាប់ក៏ងាប់ពេញប៉ោះក៏ងាប់មើលឡើងនេះវាងាប់អស់អញ្ចឹងណាហើយពេលអញ្ចឹងយើងត្រូវចំណាយលុយច្រើនដើម្បីទៅផ្សារទិញបន្លែអស់ហ្នឹងអញ្ចឹងណាហើយបន្លែវាអត់ស្រស់ដូចបន្លែដែលយើងបេះពីដើមហ្មងឯងបេះពីដើមយើងបានស្លភ្លាមវាស្រស់មើលម្រះអីឡើងងាប់អស់លេងហ្នឹងគាត់ចូលដល់ខែត្រជាក់ភ្លាមអញ្ចឹងណាខែ11ចុងខែ10ខែ11ហ្នឹងនេះម្រះអីឡើងអលួយអស់ហើយហ្នឹងយើងបានប្រមូលបេះទុកខ្លះផងអញ្ចឹងណាដើម្បីហូបដាក់ទូទឹកកកឲ្យបានកន្លះខែមួយខែបន្តទៅទៀតអញ្ចឹងទៅស្ដាយព្រោះយើងអានេះជីងកាមវាធន់បានយូរជាងគេអត់ងាយងាប់ទេមើលតកួនទ្របស្រួយទ្របអីហ្នឹងហើយទៅអស់ហើយមកអមអីហ្នឹងអញ្ចឹងណាគាត់ថាវាយើងនេះដីសុំគេទឹកក៏សុំគេគាត់ថាយើងដាំខែក្តៅយើងបានចែកអ្នកភូមិឲ្យហូបគ្រប់តែគ្នាហ្នឹងនៅតកួនអីងាប់អស់ហើយខ្ទឹមចំណែកខ្ទឹមវាធន់បានយូរជាងគេអត់ងាយងាប់ទេដើមខ្ទឹមហ្នឹងហើយចំណែកស្ដែកគួរអីងាប់អស់ហើយមានសល់ទេហើយអ្វីគ្រប់យ៉ាងគឺអស់លេងខែដំណាំដែលយើងដាំនៅខាងក្រៅគឺដល់ខែត្រជាក់គឺងាប់អស់ហើយយើងត្រូវចំណាយលុយទៅទិញនៅផ្សារទាំងអស់គឺថ្លៃគឺអីវ៉ាន់អីក៏ដែរក៏ដូចជាបន្លែអីខែត្រជាក់គឺថ្លៃចឹងហ្មងហ្នឹងវីដេអូហ្នឹងមានប៉ុណ្្នឹងអរ